រឿងការជ្រើសរើសរបស់ប៊ីនៅក្នុងព្រៃមួយឆ្ងាយមានក្រុមសត្វរស់នៅជាមួយគ្នាដោយសាមគ្គីភាពខ្លាឃ្មុំតូចមួយឈ្មោះប៊ីជាសត្វដែលតែងតែមានចិត្តល្អនិងចេះជួយអ្នកដទៃម្ដាយឪពុករបស់គេបានបង្រៀនឲ្យគេជៀសវាងពីគ្រឿងស្រវឹងថ្ងៃមួយខ្លាឃ្មុំចាស់ឈ្មោះបូមបានអញ្ជើញសត្វទាំងឡាយទៅរៀបចំកម្មវិធីបុណ្យចម្រើនអាយុគេបានយកស្រាជាច្រើនមកផឹកនិងអញ្ជើញសត្វទាំងអស់ឲ្យសាកល្បងផឹកស្រាសត្វជាច្រើនចាប់ផ្ដើមសើចសប្បាយនឹងភាពស្រវឹងប៉ុន្តែប៊ីនិងព្រឹកបានបដិសេធពួកគេថាសុខភាពនិងសុវត្ថិភាពសំខាន់ជាងអ្វីទាំងអស់ពេលយប់ឡើងជាយប់យ៉ាងអាក្រក់បូមដែលស្រវឹងបានរត់បុកដើមឈើធំខ្ពស់គាត់បានខូចជើងហើយក៏ធ្វើឲ្យគាត់មិនអាចធ្វើការរកអាហារបានយូរទៀតភងបានមកពន្យល់ដល់សត្វទាំងអស់គ្រឿងស្រវឹងមិនមែនជាអ្វីសប្បាយទេវាធ្វើឲ្យយើងបាត់បង់ការគិតពិបាកគ្រប់គ្រងខ្លួននិងគ្មានអនាគតល្អទេបន្ទាប់មកសត្វជាច្រើនបានសម្រេចចិត្តជៀសវាងស្រានិងរៀនពីការជ្រើសរើសដ៏ល្អដូចជាប៊ីសារអប់រំការផឹកស្រាអាចបណ្ដាលឲ្យគ្រោះថ្នាក់និងខូចសុខភាពកុមារគួរតែមានភាពក្លាហានក្នុងការបដិសេធអ្វីដែលមិនល្អការជ្រើសរើសល្អអាចធ្វើឲ្យយើងមានអនាគតភ្លឺថ្លា